ចឹងក៏មកខាត់ពេលយូរយើងនិយាយដល់គូសងសឹកតែម្ដងទៅរវាងក្រុមជម្រើសជាតិបារាំងទៅប៉ះគ្នាជាមួយនឹងអេស្ប៉ាញនៅវគ្គពាក់កណ្ដាលប្រៃព្រាត់វេលាម៉ោង 2 រំលងអាធ្រាត្រយប់នេះបងប្អូនណាសម្រាប់ក្រុមទាំងពីរបងប្អូនហើយមានប្រវត្តិជូរចត់មែនទែនក្នុងការប៉ះគ្នាទម្លាក់គ្នាទៅវិញទៅមកនៅក្នុងវគ្គផ្ដាច់ព្រាត់ពាក់កណ្ដាលផ្ដាច់ព្រាត់16ក្រុមហ្នឹងគឺទម្លាក់គ្នាមែនទែនបងប្អូនណាឲ្យតែពៀនធំហើយសម្រាប់ក្រុមទាំងពីរសុទ្ធតែជាក្រុមដែលធ្លាប់ឈ្នះពៀននេះដូចគ្នាបងប្អូនណាបារាំងឈ្នះ2ដងបាទ98និង2018ហើយសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញគឺឈ្នះនៅក្នុងឆ្នាំ2010បងប្អូនណាអញ្ចឹងសុទ្ធតែមានប្រវត្តិធ្លាប់ឈ្នះពាន FIFA World Cup នេះដូចគ្នាទេណាបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាបងប្អូនជូរចត់ណាស់ក្រុមទាំងពីរណាបាទ10លើកចុងក្រោយដែលប៉ះគ្នាគឺបារាំងអត់សូវល្អជាមួយអេស្ប៉ាញទេណាអេស្ប៉ាញគេឈ្នះ6ដងបាទសម្រាប់បារាំងឈ្នះតែ3ដងទេស្មើគ្នាចំនួន1ដងណាយើងនិយាយអំពីការប្រកួតធំ3ប្រកួតចុងក្រោយដែលប៉ះគ្នាណាគឺជាការប្រកួតធំនៅក្នុងឆ្នាំ2021ណា2021នៅក្នុងវគ្គផ្ដាច់ព្រាត់គឺបារាំងបានទម្លាក់អេស្ប៉ាញក្នុងលទ្ធផលមិនទម្លាក់ទេយកឈ្នះតែម្ដងទៅលើអេស្ប៉ាញ 2-1 ណាក្លាយជាម្ចាស់ពានបាទ UEFA Nations League បាទ2021ហើយនៅក្នុងឆ្នាំ2024បាទពាន Euro បាទក៏អេស្ប៉ាញនេះបានទម្លាក់បារាំងនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដែរបងប្អូនបាទនៅក្នុងលទ្ធផល2-1បាទហើយនៅក្នុងឆ្នាំ2025អេស្ប៉ាញបានទម្លាក់បារាំងសាជាថ្មីម្ដងទៀតនៅក្នុងពាន UEFA Nations League ក្នុងលទ្ធផល5-4បងប្អូន5-4នៅក្នុងវគ្គ semi final ដែរអញ្ចឹងពីប្រកួតចុងក្រោយនេះគឺបារាំងលេងអត់ឈ្នះបាទអេស្ប៉ាញទេបងប្អូនណាបារាំងលេងអត់ឈ្នះអេស្ប៉ាញទេប៉ុន្តែបើយើងនិយាយអំពីពាន World Cup វិញពួកគាត់ប៉ះគ្នាលើកចុងក្រោយបំផុតតាំងពីឆ្នាំ2006បងប្អូនណា2006នោះគឺបារាំងបានយកឈ្នះទៅលើអេស្ប៉ាញនេះ3-1ណា3-1អញ្ចឹងប្រវត្តិពួកគាត់ប៉ះគ្នានេះគឺជូរចត់មែនតើបងប្អូនណាទម្លាក់គ្នានិយាយទៅពាក្យច្រើនគឺនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់តែម្ដងឲ្យទៅប៉ះគ្នាវគ្គផ្ដាច់ព្រាត់គឺបារាំងឈ្នះប៉ុន្តែបើប៉ះគ្នានៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់អេស្ប៉ាញជាអ្នកឈ្នះវិញអញ្ចឹងជូរចត់ណាស់ប្រវត្តិប៉ះគ្នាអញ្ចឹងយប់នេះខ្ញុំមិនដឹងថាអ្នកណាខ្លាំងជាងអ្នកណាទេបងប្អូនបាទហើយបើយើងនិយាយអំពីកីឡាករដែលដាក់លេងនៅក្នុងយប់នេះញាក់សាច់តែម្ដងបងប្អូនណាសុទ្ធតែជាកម្រិត World Class តែម្ដងបាទទាំងអេស្ប៉ាញទាំងបារាំងបងប្អូនហើយបាទអត់មានកីឡាកររបួសទេសម្រាប់កីឡាករ Nico Williams ត្រឡប់មកវិញណាអេស្ប៉ាញបងប្អូនយប់នេះបាទខាងបារាំងគឺមានដូចជា Kylian Mbappé Ousmane Dembélé នៅខាងស្ដាំបាទMikel Olise នៅកណ្ដាលបាទខាងឆ្វេងគឺកីឡាករ Desiree Doué ណាបាទ Desiree Doué តំបន់បំរើបាតមានដូចជាបាកូណេចាប់ដៃគ្នាជាមួយរ៉ាប្រយុទ្ធតំបន់ការពារមានដូចជា Jules Koundé Upamecano William Saliba ក៏ដូចជាកីឡាករ Lucas Digne ណាអ្នកចាំទីគឺ Mike Maignanបាទហើយសម្រាប់ខាងក្រុមជម្រើសជាតិអេស្ប៉ាញមានអ្នកចាំទីគឺកីឡាករ Unai Simon ខ្សែការពារ Marco Correa មាន Laporte ក៏ដូចជា Kubasi ខាងស្ដាំគឺកីឡាករ Pedro Porro ណាតំបន់បំរើបាតមានដូចជា Pedri ចាប់ដៃគ្នាជាមួយនឹងកីឡាករ Rodri ណាបាទតំបន់បំរើប្រយុទ្ធមានដូចជាកីឡាករ Alex Baena ក៏ដូចជា Dani Olmo ខាងស្ដាំគឺកីឡាករ Lamine Yamal សម្រាប់ខ្សែប្រយុទ្ធប្រអប់របស់អេស្ប៉ាញគឺកីឡាករបាទ Oyarzabal ណាបងប្អូនអញ្ចឹងបាទសុទ្ធតែលំដាប់តែម្ដងកីឡាករក្រុមទាំងពីរបងប្អូនឃើញគ្នាគឺញាក់សាច់ហើយណាអត់មានអ្នកណាខ្លាចអ្នកណាទេកម្រិតប្រហាក់ប្រហែលគ្នាប៉ុន្តែបើយើងនិយាយអំពីតំបន់ប្រយុទ្ធដែលស្រួចហើយកាចក្នុងពេលបច្ចុប្បន្នអាចនិយាយថាបារាំងណាបងប្អូនបារាំងខ្លាំងណាស់យើងមើលទៅគឺខ្សែប្រយុទ្ធរបស់បារាំងអត់ត្រូវការបាទជំនួយពីបម្រើទេបងប្អូនបារាំងលេងរាល់ថ្ងៃនេះគឺការពារទៅប្រយុទ្ធការពារទៅប្រយុទ្ធតែម្ដងលំខ្សែបម្រើចោលតែម្ដងបងប្អូនណាសម្រាប់កីឡាករកូណេក៏ដូចជារ៉ាប្រយុទ្ធពាក្យច្រើនតែចុះទៅការពារល្អជាងអញ្ចឹងគេដាក់ការពារចំនួន6នាក់ណាអញ្ចឹងប្រយុទ្ធចំនួន4នាក់ពីការពារទៅប្រយុទ្ធមកការពារតែម្ដងណាលោមបំរើពួកប្រយុទ្ធដាក់4នាក់បងប្អូនបាទ Ousmane Dembélé Kylian Mbappé Mikel Olise ក៏ដូចជា Doué ណាអញ្ចឹង4នាក់នេះគឺគាត់អាចលេងបានដោយមិនត្រូវការបម្រើទេបាទត្រូវការតែខ្សែការពារបោះបាល់ផ្លៅមកបាទទុកឲ្យគាត់សេរីស្រង់ខ្លួនឯងខណៈពេលដែលអេស្ប៉ាញគឺជាក្រុមមួយដែលលេងតាមប្រព័ន្ធណា formation tactic គឺបាល់ខ្លីពាក្យច្រើនលេងបាល់ខ្លី 1-2 tiki taka ណាបងប្អូនអេស្ប៉ាញគឺគាត់លេងបែបហ្នឹងព្រោះវាជាអរិយធម៌របស់ប្រទេសអេស្ប៉ាញតែប៉ុណ្្នឹងបងប្អូនគឺលេងបាល់ខ្លីនឹងឯងណាហើយទម្រង់របស់គាត់គឺលេងបច្ចេកទេសច្រើនបាទទម្រង់លេងសារៀងអសងទីនប្រើបច្ចេកទេសច្រើនជាងកម្លាំងប្រើបច្ចេកទេសច្រើនជាងលបឿនណាបងប្អូនប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិបារាំងវិញគឺប្រើលបឿនតិចនិចកីឡាករតែម្ដងនិយាយទៅបារាំងគឺអត់ពឹងទៅលើ formation អត់ពឹងទៅលើ technique របស់គ្រូទេ
ពឹងទៅលើជំនាញរបស់កីឡាករម្នាក់តែម្ដងនិយាយទៅអាចនិយាយថាកីឡាករបារាំងអាចលេងដោយមិនមានគ្រូណាអាចលេងដោយមានគ្រូព្រោះកីឡាកររបស់ពួកគាត់គឺពេញលេញដោយ skill រៀងខ្លួនតែម្ដងប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញគឺត្រូវការ formation ត្រូវការតាក់ទិករបស់គ្រូរៀបចំណាបងប្អូនណាអញ្ចឹងវាខុសគ្នាតែចំណុចហ្នឹងទេបាទខាងអេស្ប៉ាញប្រើទម្រង់របស់គ្រូរៀបចំបាទក្រុមជម្រើសជាតិបារាំងអាចលេងដោយមិនមានគ្រូបញ្ជាក៏បានដែរណាយើងមើលឃើញថាលោក Didier Deschamps ដូចជាគាត់មិនសូវជាខ្វល់ខ្វាយក្នុងការបញ្ជាបានទេទៅអង្គុយមើលធ្វើមិនដឹងអញ្ចឹងទៅបាទសម្រាប់ក្រុមជម្រើសជាតិបារាំងគឺគាត់លេងដោយខ្លួនឯងតែម្ដងកីឡាកររបស់គាត់គឺវាជំនាញពេកហើយបងប្អូនអញ្ចឹងយើងពិបាកមែនតើអញ្ចឹងមួយជំនាញផ្ទាល់ខ្លួនមួយទៀតជំនួយបច្ចេកទេសពីគ្រូបាទជំនួយយប់នេះអ្នកណាស៊ីអ្នកណាបងប្អូនណាហើយបើនិយាយពីតួឯកគឺមានរៀងខ្លួនហើយខាងក្រុមអេស្ប៉ាញគេមាន Lamine Yamal Pedri ណា Rodri Dani Olmo យ៉ាសាបាល់ហើយហ្នឹងសតតែជាជើងខ្លាំងបាទខាងបារាំងMbappé Dembélé បាទ Michael Olise Dui បាទអញ្ចឹងសតតែជាតួឯកហើយអូពិបាកស្មានណាបងប្អូនណាបាទប្រវត្តិមិនលើគ្នាទេណាខ្ញុំអញនិយាយថាវាមិនលើទេអ្វីត្បិតតែមើលទៅរៀងស្ប៉ាញរៀងគ្រាន់បើជាងមែនប៉ុន្តែពានធំគឺបារាំងយកបងប្អូនណាពានធំគឺបារាំងយកនិយាយទៅអេស្ប៉ាញគាត់ទើបតែល្អចាប់ពីឆ្នាំ2021 22នឹងឡើងមកអេស្ប៉ាញងើបក្រឹបតែម្ដងប៉ុន្តែបើនិយាយពីប្រវត្តិយូរលង់គឺបារាំងគេធ្វើបានល្អជាងអញ្ចឹងប្រវត្តិអញនិយាយថា50-50តាក់ទងនឹងកីឡាករក៏អញនិយាយថាបារាំងរៀងលើបន្តិចណាបារាំងរៀងមុតស្រួលជាងប៉ុន្តែខ្សែការពារផាផាយគ្នាទេប៉ុន្តែបើយើងតិចនិយាយពីតិចនិចអញនិយាយថាអេស្ប៉ាញតិចនិចរៀងល្អជាងបារាំងណាបងប្អូនអញ្ចឹងបងប្អូនអាចពិចារណាទៅគូនេះគឺបន្ទងប្របាក់ក្នុងការសន្និដ្ឋានមែនតើខ្ញុំយកខាងណាក៏ខុសដែរបាទខ្ញុំជ្រើសរើសយកបារាំងទៅជាមួយអេស្ប៉ាញ fan អេស្ប៉ាញខ្ញុំជ្រើសរើសយកអេស្ប៉ាញច្បាស់ជា fan បារាំងអន់ចិត្តបាទប្របាក់មែនតើអញ្ចឹងសម្រាប់គូទាំងពីរនេះខ្ញុំនិយាយពីចិត្តខ្ញុំផ្ទាល់តែម្ដងចិត្តខ្ញុំផ្ទាល់គឺទំងន់ទៅលើបារាំងបងប្អូនណាទំងន់ទៅលើបារាំងហើយនៅរាត្រីនេះគឺបារាំងតឲ្យតែ0.25ទេទៅលើអេស្ប៉ាញបងប្អូនគិតយ៉ាងណាដែរអាចបញ្ចេញមតិនៅក្នុង comment ណាហើយនិយាយពី crop over 2កន្លះបាទ crop over 2កន្លះអញ្ចឹងសម្រាប់ការវិនិយោគណាការវិនិយោគសម្រាប់គូនេះគឺខ្ញុំ recommend ឲ្យលេង over 2កន្លះតែម្ដងបាទនេះអាចមានច្រើនបាទអាចមានច្រើនក្របបងប្អូនបាទអាចមានច្រើនក្របណាប៉ុន្តែក្រុមដែលមានអត្ថិភាពឈ្នះខ្ញុំគិតថាបារាំងណាក៏មានអត្រាស្មើគ្នាដែរបងប្អូនមិនមែនខ្ញុំនិយាយចឹងថាអេស្ប៉ាញខ្សោយទេកម្រិតរបស់ពួកគាត់និយាយថាប្រហែលគ្នាទេគាត់ថាអានេះនិយាយពីចិត្តខ្ញុំទេណាបងប្អូនបាទបងប្អូនចិត្តយ៉ាងណានឹងជាចិត្តរបស់បងប្អូននេះចិត្តខ្ញុំទេដោយសារតែខ្ញុំជ្រើសរើសបារាំងថាជាអ្នកលើកពានហើយណាអធិស្ឋានចឹងខ្ញុំទស្សន៍ទាយថាបាល់នេះបារាំងនឹងយកឈ្នះទៅលើអេស្ប៉ាញក្នុងលទ្ធផល2-1ណាបាទបើមិន2-1 2ស្មើអាចឈានដល់ពេលបាល់ថែមម៉ោង extra time អញ្ចឹងណាបងប្អូនបាទ extra time ទៀតខ្ញុំលេងខ្វល់ហើយខ្ញុំនិយាយតែ90នាទីទេណា90នាទីអាចនឹង2-1ឬក៏2ស្មើណាបារាំងជាអ្នកឈ្នះណាអញ្ចឹងសម្រាប់អ្នកវិនិយោគវាយ0.25ឬក៏ over 2កន្លះបាទមាន2ផ្លូវអរគុណច្រើនបាទអញ្ចឹងសម្រាប់10%បាល់យប់នេះគឺមានតែមួយគូទេទី1គឺវាយបារាំងហើយនឹង over ណាបងប្អូនវាយបារាំង0.25និង over 2កន្លះសម្រាប់2គូទៀតខ្ញុំនឹងទម្លាក់នៅក្នុង Telegram បងប្អូនដែលអត់ទាន់ចូល Channel Telegram របស់ខ្ញុំកុំភ្លេចចូលទៅដើម្បីមើលការ live បាល់ការទម្លាក់គូល្អៗណាសម្រាប់ link គឺមាននៅក្នុង comment សម្រាប់ Facebook នេះឬក៏បងប្អូនអាចចូលក្នុង page Facebook តែម្ដងទៅគឺមាន link ក្នុង bio សម្រាប់ YouTube មាននៅក្នុង description សម្រាប់ TikTok មាននៅក្នុង profile បងប្អូនណាចូល profile ទៅគឺមាន link ក្នុង bio ដូចគ្នាគាត់ថា TikTok តែបងប្អូន copy link ចេញពី profile របស់ខ្ញុំមកផាសនៅក្នុងច្រមផាសក្នុង Telegram បាទអាចចូលបានបាទអរគុណច្រើនសូមគោរពលា